ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តធុនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះដុកទ័រសុនសូមធ្វើការចែកម្លែកចំណេះដឹងសុខភាពមួយទៀតហើយអំពីតេស្តរោគការមានកូនបាទអញ្ចឹងតើតើនឹងតេស្តរោគការមានកូនដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងអំពីតេស្តឈាមរោគមានកូនឬអត់បាទយើងថាតើតើនឹងការរោគការមានកូនហ្នឹងវាមានវិធីច្រើនក្នុងការរោគតើតើតេស្តទឹកនោមហើយនិងតេស្តឈាមបាទថ្ងៃនេះយើងនិយាយអំពីតេស្តឈាមរោគមានកូនឬអត់ដែលភាសាអង់គ្លេសហៅថា beta ACG test បាទយើងនឹងថាតើតេស្តឈាមរោគមានកូនឬអត់ហ្នឹងគេធ្វើនៅពេលណាហើយតេស្តនឹងបកស្រាយយ៉ាងម៉េចបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយពីយើងទាំងអស់គ្នាដូចតទៅបាទអញ្ចឹងមាតិកាក្នុងនោះយើងឃើញមាន3ចំណុចសំខាន់ទី1គឺស្ដើមទី2របៀបពិនិត្យដឹងថាមានកូននិងទី3គឺតេស្តឈាមរោគមានកូនឬអត់បាទយើងចង់ដឹងថាតើរបៀបពិនិត្យដឹងថាមានកូននឹងមានរបៀបពិនិត្យអីខ្លះហើយតេស្តឈាមរោគមានកូនឬអត់ហ្នឹងគេធ្វើយ៉ាងណាបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមអាក្រក់មានកូនគឺការបាត់រដូវនិងរោគសញ្ញាផ្សេងទៀតព្រមទាំងបំរែបំរួលរាងកាយផ្លូវចិត្តរបស់ស្ត្រីប្រសិនបើស្ត្រីវ័យបន្តពូជសង្ស័យត្រូវធ្វើតេស្តទឹកនោមផ្ទៃពោះនិងអេកូផ្ទៃពោះព្រមទាំងពិនិត្យឈាមរោគអរម៉ូន ACG និងរោគឈាមផងដែរដែលយើងហៅថាតេស្តឈាមរោគការមានកូនឬអត់បាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងរបៀបពិនិត្យដឹងថាមានកូនបាទយើងចង់ដឹងថាតើរបៀបពិនិត្យអីខ្លះដឹងថាមានកូនបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលរបៀបពិនិត្យដឹងថាមានកូននឹងចំណុចទី1គឺតកតងនឹងតេស្តទឹកនោមផ្ទៃពោះបាទដែលយើងបានបកស្រាយពីខាងដើមហើយបាទចូលមើលក្នុងវីដេអូមុនហ្នឹងតកតងនឹងរបៀបពិនិត្យដឹងថាមានកូនតាមរយៈការតេស្តទឹកនោមផ្ទៃពោះទី2គឺតកតងនឹងតេស្តឈាមមើលកម្រិតអរម៉ូន ACG នៅក្នុងឈាមបាទអញ្ចឹងអាហ្នឹងគឺគេហៅតេស្តឈាមរោគមានការមានកូនហ្នឹងឯងហើយទី3គឺពិនិត្យអេកូផ្ទៃពោះបាទអញ្ចឹងអេកូផ្ទៃពោះវាអាចអេកូតាមពោះឬក៏អេកូតាមទ្វារមាសជាក់ស្ដែងហើយនឹងចុងក្រោយគឺពិនិត្យស្បូនដោយគ្រូពេទ្យបាទអញ្ចឹងទាំងអស់ហ្នឹងគឺជារបៀបពិនិត្យដឹងថាមានកូនហ្នឹងបាទអញ្ចឹងក្នុងនោះយើងលើកឡើងអំពីតេស្តឈាមបាទរោគមានកូនឬអត់បាទគឺជាប្រធានបទមួយដែលគេអាសានិយមធ្វើដែរតាក់ទងនឹងការរោគនៃការមានកូនហ្នឹងបាទអញ្ចឹងថាតើតេស្តឈាមរោគមានកូនឬអត់ហ្នឹងគឺធ្វើយ៉ាងណាខ្លះហើយនៅការបកស្រាយលទ្ធផលបែបណាដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលតេស្តឈាមរោគមានកូនឬអត់ហ្នឹងយើងថាអរម៉ូន ACG ហ្នឹងវាមានតម្លៃ clinic សំខាន់ទាំងនៅក្នុងវិទ្យាសាស្ត្របន្តពូជតាក់ទងនឹងការមានកូនហើយនឹងជំងឺមហារីកដែរបាទតាក់ទងជំងឺមហារីកសពឬក៏តាក់ទងជំងឺមហារីកពងស្វះមួយចំនួនបាទហើយនឹងជំងឺមហារីកផ្សេងទៀតតាក់ទងនឹងដែលវាបញ្ចេញអរម៉ូននឹងតែម្ដងបាទអញ្ចឹងមានកោសិកាមហារីកមួយចំនួនដែរដែលវាបញ្ចេញអរម៉ូន ACG ហ្នឹងបាទយើងថាអរម៉ូន ACG គឺជាអរម៉ូនដែលផលិតដោយជាលិកាសុកដំបូងធម្មតាទៅបានរកឃើញនៅក្នុងអមយ៉ុងដំបូងហើយនៅទីបំផុតវិវត្តទៅជាផ្នែកមួយនៃសុកបាទអញ្ចឹងមិនថាផ្នែកមួយនៃសុកហ្នឹងវាបញ្ចេញនៅអរម៉ូន ACG ហ្នឹងបាទដែលអាចយើងរកឃើញនៅក្នុងឈាមផងដែរបាទបន្តទៀតតកតងការវាស់កម្រិតអរម៉ូន ACG ក្នុងឈាមគឺអាចជួយបែងចែករវាងការមានផ្ទៃពោះធម្មតានិងមិនប្រក្រតីជាពិសេសគឺតកតងជំងឺកូនក្រានស្បូនជំងឺកូនពងជាដើមហើយក៏មានប្រយោជន៍សម្រាប់តាមដានបន្ទាប់ពីការរលូតកូនផងដែរបាទអញ្ចឹងការធ្វើតេស្តតកតង SG វាអាចមានប្រយោជន៍ច្រើនក្រៅពីការរកតេស្តតកតងការមានកូនហ្នឹងបាទអញ្ចឹងយើងឃើញថាតេស្តឈាមរកការមានកូនឬអត់ហ្នឹងគឺសំខាន់ទី1គឺស្ត្រីត្រូវដឹងអំពីរោគសញ្ញាតកតងនឹងការមានកូនអញ្ចឹងបើសិនជាស្ត្រីមានសញ្ញាច្រើនតកតងការមានកូនសង្ស័យគឺវាអាចរកការពិនិត្យឈាមឬក៏ការពិនិត្យទឹកនោមរកការមានកូន
បាទយើងឃើញថាការពិនិត្យទឹកនោមវាអាចមានតម្លៃធូរថ្លៃស្រួលធ្វើបាទការផលិតឈាមវាអាចមានតម្លៃថ្លៃជាងអញ្ចឹងក្នុងករណីដែលមានភាពមិនច្បាស់លាស់ទាក់ទងការផលិតទឹកនោមយើងឃើញថាការផលិតឈាមគឺជាវិធីមួយដែលល្អផងដែរបាទដូចយើងឃើញរូបហើយក្នុងក្រាហ្វិកហ្នឹងគឺកម្រិតអរម៉ូន ACG ហ្នឹងវាកើនឡើងបាទជាលំដាប់តែឃើញវាកើនឡើងជាលំដាប់ទៅតាមអាយុគភ៌អញ្ចឹងឃើញថាអាយុគភ៌3 4អាទិត្យអញ្ចឹងវាឡើងបន្តិចមករហូតដល់កើនខ្លាំងគឺចន្លោះពី7ទៅ12អាទិត្យផងដែរអញ្ចឹងមានថាកម្រិតហូម៉ូន ACG ហ្នឹងវាប្រែប្រួលទៅតាមអាយុរបស់កូនផងដែរបាទអញ្ចឹងក្នុងនោះគឺការបកស្រាយលទ្ធផលដែលយើងត្រូវដឹងតាក់ទងទៅឈាមរោគការមានកូនឬអត់ហ្នឹងបាទយើងថាកម្រិតហូម៉ូន ACG នៅក្នុងឈាម បាទយើងថាកម្រិតអរម៉ូន AC ក្នុងឈាមហ្នឹងគឺអឺដែលយើងបកស្រាយលទ្ធផលថាមានកូនឬអត់ហ្នឹងបើសិនជាកម្រិតអរម៉ូនវាតិចជាងស្មើនឹង5មីលី IU ក្នុង1មីលីលីត្រនៃឈាមអាហ្នឹងយើងឃើញថាมันមានកូននោះទេប៉ុន្តែបើយើងមើលឈាមទៅយើងឃើញថាកម្រិតអរម៉ូនហ្នឹងវានៅចន្លោះ6ទៅដល់24មីលី IU ក្នុង1លីត្រនៃឈាមគឺអាចនឹងមានកូន បាទអញ្ចឹងក្នុងនោះគឺស្ត្រីអាចនឹងធ្វើតេស្តអរម៉ូននឹងមួយអាទិត្យក្រោយទៀតដើម្បី confirm ថាមានកូនឬអត់ហើយបើសិនជាកម្រិតអរម៉ូន estrogen ក្នុងឈាមនឹងវាធំជាងឬស្មើនឹង25មីលី IU ក្នុង1លីត្រនៃទឹកនៃឈាមបាទយើងឃើញថាស្ត្រីនឹងគាត់មានកូនហើយបាទអញ្ចឹងការមានកូននឹងតើមានកូនប្រមាណអាទិត្យប្រមាណសប្តាហ៍យើងមើលការបកស្រាយជាបន្តទៅទៀត បាទអញ្ចឹងយើងមើលចំណុចនៅខាងក្រោមហ្នឹងគឺយើងនិយាយអំពីអាយុកូនដោយធៀបទៅនឹងកម្រិតអរម៉ូន ACG នៅក្នុងឈាមបាទក្នុងនោះយើងឃើញថាបើសិនជាកូនមានអាយុ0ទៅ1សប្តាហ៍យើងថាកម្រិតអរម៉ូន ACG ហ្នឹងវាអាចមាននៅចន្លោះពី5ទៅ10មីលី IU ក្នុង1មីលីលីត្រឬក៏5ទៅ5ទៅ50បាទ5ទៅ50មីលី IU ក្នុង1មីលីលីត្រឬក៏យើងអាចគិតជា IU ក្នុង1លីត្របាទអញ្ចឹងចន្លោះពី5ទៅ50កូន0ទៅ1សប្តាហ៍ហើយបើសិនជាអឺកូន1ទៅ2សប្តាហ៍កម្រិតអរម៉ូននឹងអាចប្រែប្រួលពី50ទៅ500ហើយនឹងកម្រិត2ទៅ3សប្តាហ៍គឺកូនអាយុ2ទៅ3សប្តាហ៍ហ្នឹងគឺកម្រិតអរម៉ូនវាប្រែប្រួលពី100ទៅ5000ហើយនឹង3ទៅ4សប្តាហ៍គឺ500ទៅ10,000 4ទៅ5សប្តាហ៍ពី1000ទៅ50,000 5ទៅ6សប្តាហ៍គឺ10,000ទៅ100,000 6ទៅ8សប្តាហ៍គឺ15,000ទៅ200,000ហើយនឹង2ខែទៅ3ខែគឺ10,000ទៅ100,000បាទអញ្ចឹងអានេះយើងអាចដឹងថាកូននឹងអាយុប្រហែលសប្តាហ៍អញ្ចឹងបើយើងមើលឈាមទៅឃើញអញ្ចឹងបាទវាត្រូវធៀបជាមួយអាយុកូនតាមរយៈការធ្វើអេកូបាទហ្នឹងគឺយើងគិតថាវាត្រូវគ្នាអញ្ចឹងមានថាកូននឹងអាចលូតលាស់ធម្មតាទោះទេបាទនេះគឺតើតើការទៅឈាមរកការមានកូនឬក៏អត់បាទអញ្ចឹងបើសិនជាស្ត្រីសង្ស័យអំពីការមានកូនមិនច្បាស់អំពីការមានកូនយើងឃើញថាខាងប្រាសាទរាជមានផ្ដល់សេវាពិនិត្យនិងតាមដានរកការមានកូនដំបូងរបស់ស្ត្រីក្នុងតម្លៃសមរម្យផងដែររាប់ទាំងការតេស្តឈាមរោគហូម៉ូនទាក់ទងការមានកូនហ្នឹងបាទអាចធ្វើការប្រឹក្សាសុខភាពតាមលេខ Telegram បេក្ខសារគឺ092 59 3350បាទ088 3132 225 016 58 57 64ផងដែរហើយបើចង់រកទីតាំងយើងខ្ញុំយើងមានមធ្យោបាយពីរគឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR code reader ដំឡើងកម្មវិធីនឹងមកបើកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏យ៉ាងទេលោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬក៏ Play Store បាទស្វែងរកកម្មវិធី Google Land ដោយអក្សរនឹងស្រាប់ដំឡើងកម្មវិធីនឹងមកបើកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏យ៉ាងទេយ៉ាងចុះតាមផែនទីយ៉ាងមើលតាមផែនទីផ្ទាល់បាទយ៉ាងចុះតាមខ្លោងទ្វារវត្តសំសល់បត់តាមវងវត្តខាងស្ដាំដៃចុះតាមផ្លូវ16 BT ត្រង់ចុងផ្លូវគឺដោយតាមខ្ញុំឬក៏យ៉ាងទេអាចចុះតាមផ្លូវតាផុនច្រកចូលទៅមុខហាង Pizza Company តែម្ដងប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀត
អាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំពីរបានបាទទី1គឺខកសុន MD ហើយទី2គឺប្រសារីករាយបាទធ្វើការ scan QR code នោះទៅបាទចូលក្នុង Channel យើងខ្ញុំចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតផងដែរបើសិនមកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗថែមទៀតទាក់ទងនឹងជំងឺរោគស្ត្រីទាក់ទងសញ្ញានៃការមានកូនបាទតេស្តផ្សេងៗក្នុងផ្នែករោគស្ត្រីក៏ដូចជាតេស្តផ្សេងៗក្នុងជំងឺទូទៅផ្សេងៗហើយនឹងការយល់ដឹងអំពីថ្នាំនៅវ៉ាក់សាំងអាចចូលនៅក្នុង YouTube Channel វាយពាក្យដុកទ័រសុនបាទដោយអក្សរស្រាប់អក្សរ D ធំ អតូចដតដល់គ្នា S អក្សរធំ U N N ដោយអក្សរស្រាប់ចុច search បាទស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង Channel ចុចពាក្យ Subscribe និងរូបកណ្ដឹងបាទចុចពាក្យ Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូនេះក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជួយ Subscribe ម្នាក់មួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ